បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបាននេះថៃបំពងជាមួយទឹកអំពិលទុំហើយបន្លែអានេះសិតអាហារសុខភាពបងប្អូនជំនួយដល់សុខភាពតែទឹកត្រីកុំជ្រលក់ជោគពេកអញ្ចឹងនៅពេលដែលយើងចាប់បានធ្វើគីឡូឲ្យគីឡូស្រកហ្នឹងគឺអាហាររូបត្ថម្ភហ្នឹងសំខាន់ណាស់ត្រូវតែញ៉ាំអីដែលមានប្រូតេអ៊ីនមានកាល់ស្យូមមានបាយតិចមានអីជាដើមហ្នឹងទៅដើម្បីឲ្យសុខភាពយើងល្អអត់ស្លេកស្លាំងអ្នកខ្លះស្រកគីឡូដែរទៅស្រករបៀបអញញ័រហ្នឹងអាចមានបញ្ហាវិញនៅពេលដែលយើងខ្វះអាហាររូបត្ថម្ភច្រើនអញ្ចឹងត្រូវញ៉ាំដោយមានរបៀបហើយបងប្អូនដែលឆ្ងល់មានចម្ងល់អីអាចសួរបានអត់កំណាញ់ខ្លួនទេហើយនេះគឺជាមុខអ្នកញ៉ាំបាទអញ្ចឹងយើងញ៉ាំដោយមានសុវត្ថិភាពហើយជ្រើសរើសបន្លែណាដែលមានសុវត្ថិភាពផងបងប្អូនអាចស្គាល់អ្នកលក់បើរឿងបន្លែលើទីផ្សារដូចគ្នាទេយើងមើលមិនដឹងទេតែយើងស្គាល់អ្នកលក់ណាមានអត្តចរិតបែបណាយើងចំណាំគាត់ទៅអ្នកខ្លះបន្លែមានគីមីគាត់មិនលក់ទេគាត់អត់លក់ឧត្តមគតិគាត់ទេតែបើអ្នកលក់ខ្លះឲ្យតែបានលុយបងប្អូនគាត់លក់ហើយគាត់យកឲ្យតែបានលុយអញ្ចឹងបងប្អូនត្រូវឆ្លាតវៃក្នុងការជ្រើសរើសមើលទៅលើថាគាត់ប្រភពបន្លែគាត់នឹងយកពីណាមកថ្មបាំងអូសោមអញ្ចឹងទៅឥឡូវគេសម្រុកខ្លាំងបន្លែថ្មបាំងអូសោមនឹងឯងហើយឥឡូវក៏មានបន្លែផ្លែឈើខ្លះមកពីសំឡូតដែរហើយនេះបាទនេះមិនញ៉ាំទេអានេះយូរម្ដងបានហើយហុកឆៅអញ្ចឹងណាបងប្អូនយូរម្ដងបានហើយកុំចិត្តងាប់អាហារផ្អាប់